ចំណងជើងរឿងឡានដឹកទំនិញជាប់ក្រោមស្ពាននឹងក្មេងប្រុសម្នាក់ថ្ងៃមួយមានឡានដឹកទំនិញដ៏ធំមួយបានបើកកាត់ក្រោមស្ពានថ្មបុរាណមួយប៉ុន្តែដោយសារឡាននោះខ្ពស់ពេកវាបានជាប់គាំងនៅក្រោមស្ពាននោះយ៉ាងណែនមិនអាចទៅមុខរួចហើយក៏ថយក្រោយមិនកើតភ្លាមនោះវិស្វករល្បីមន្ត្រីប៉ូលីសនិងអ្នកជំនាញជាច្រើនបានមកជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាអ្នកជំនាញខ្លះនិយាយថាយើងត្រូវតែកាត់ដំបូលឡាននេះចោលដើម្បីយកវាចេញអ្នកខ្លះទៀតនិយាយថាយើងត្រូវវាយកំទេចស្ពានខ្លះទើបឡានអាចចេញរួចខណៈដែលមនុស្សធំកំពុងឆ្លោះគ្នាអំពីវិធីសាស្ត្រប្រើគ្រឿងចក្រធំនិងចំណាយលុយរាប់ពាន់ដុល្លារស្រាប់តែមានក្មេងប្រុសម្នាក់ដែលជិះកង់កាត់តាមនោះបានឈប់មើលហើយសួរថាហេតុអ្វីបានជាលោកពូមិនបញ្ចេញខ្យល់កង់ឡានចោលខ្លះទៅមនុស្សគ្រប់គ្នាស្ងាត់មាត់ឈឹងពួកគេបានសាកល្បងបញ្ចេញខ្យល់កង់ឡានទាំង10ឲ្យធូរមកវិញភ្លាមនោះកម្ពស់ឡានក៏ទាបជាងមុនបន្តិចហើយអ្នកបើកបរអាចបើកឡានចេញពីក្រោមស្ពានបានយ៉ាងងាយស្រួលបំផុតដោយមិនបាច់ខូចខាតអ្វីទាំងអស់មេរៀននៃរឿងជារឿយដំណោះស្រាយចំពោះបញ្ហាដ៏ធំមិនមែនទាមទារតែគ្រឿងចក្រធំឬចំណេះដឹងស្មុគស្មាញនោះទេប៉ុន្តែវាទាមទារនូវភាពវៃឆ្លាតសាមញ្ញនិងការមើលឃើញពីចំណុចតូចតាចដែលយើងតែងតែរំលងចំណុចសម្រាប់វិភាគឡានជាប់ក្រោមស្ពានតំណាងឲ្យបញ្ហាដែលមើលទៅហាក់ដូចជាគ្មានផ្លូវចេញក្នុងជីវិតឬការងារអ្នកជំនាញនឹងគ្រឿងចក្រជានិមិត្តរូបនៃភាពស្មុគស្មាញនៃគំនិតដែលមនុស្សកាន់តែរៀនខ្ពស់ពេលខ្លះកាន់តែគិតច្រើនរហូតភ្លេចភាពសាមញ្ញក្មេងប្រុសនឹងខ្យល់កង់ឡានតំណាងឲ្យការគិតក្រៅប្រអប់ thinking out of the box និងការផ្ដោតលើអ្វីដែលអាចធ្វើបានភ្លាម Autonomous Perspective តើការបន្ទាបខ្លួនដូចជាការបញ្ចេញខ្យល់កង់គឺជាវិធីសាស្ត្រល្អបំផុតក្នុងការឆ្លងកាត់ឧបសគ្គមែនឬទេ